បាទសូមអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលចូលចិត្តនឹងស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់គ្នាឬមួយក៏បងប្អូនដែលជាអ្នកចូលចិត្តវិនិយោគលើវិថីកីឡាជាមួយនឹងថ្លៃសុបថ្លៃសៀងជាមួយនឹង admin កុងហើយថ្ងៃនេះវិលមកជួបជាមួយនឹងបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូវិភាគបាល់4គូដូចរាល់ដងនេះគឺជាវីដេអូទី5ដែល admin យកមកចែកជូនបងប្អូនហើយនេះក៏ជាវីដេអូគ្រាន់តែជាការវិភាគតាមបច្ចេកទេសក៏ដូចជាតាមមាត្រដ្ឋានរបស់ក្រុមនីមួយៗចំណែកឯការកែច្នៃការសម្រេចចិត្តគឺស្ថិតនៅលើបងប្អូនតាគួរលេងតាម admin ឬក៏កែច្នៃដោយខ្លួនឯងចង់នឹងថា4គូមានគូណាខ្លះតោះកុំឲ្យខាតពេកកុំភ្លេចទស្សនាវីដេអូមួយនេះឲ្យបានដល់ចប់ជាមួយនឹង admin ទាំងអស់គ្នាតែមុននឹងចូលទៅដល់វីដេអូវិភាគបាល់ admin ក៏សូមធ្វើការណែនាំសម្រាប់បងប្អូនដែលមានបំណងចង់ join ក្រុម AKFC Sport Team តាមរយៈ Telegram បងប្អូនអាចធ្វើការចុចតាមរយៈ link តំណនៅក្រោម profile channel របស់ admin ទាំងអស់គ្នាសម្រាប់ក្រុម AKFC Sport Team គឺជាក្រុមឲ្យតម្រុយបាល់ក៏ដូចជាក្រុមវិភាគបាល់និងចែកជូននៅព័ត៌មានកីឡាបាល់ទាត់ជារៀងរាល់ថ្ងៃជូនបងប្អូនដែលជាសមាជិកនៅក្នុងក្រុមហើយមួយវិញទៀតសម្រាប់បងប្អូនដែលចូលចិត្តវិនិយោគលើវិស័យកីឡាបងប្អូនមិនដឹងថាវេទិកាកម្សាន្តមួយណាដែលមានទំនុកចិត្តឬមានសុវត្ថិភាព admin សូមរីកមិន UFA គឺជាវេទិកាកម្សាន្តដ៏ធំជាងគេនៅអាស៊ីរាល់ការដកប្រាក់ការដាក់ប្រាក់បងប្អូនមិនបាច់ភ័យព្រួយបារម្ភទាំងអស់លេងកម្សាន្តដោយសុវត្ថិភាពនិងមានទំនុកចិត្តខាង UFA មានសេវាកម្មល្អ24ម៉ោងលើ24ម៉ោងមិនឲ្យបងប្អូនខកបំណងទេរីកមិន UFA សម្រាប់4គូដែល admin នឹងធ្វើការវិភាគនៅក្នុងថ្ងៃនេះគឺនៅពានរង្វាន់ Cup ទាំងអស់ដោយគូទី1នឹងនៅ Copa del Rey គឺរវាងក្រុម Real Betis ជួបជាមួយនឹង Atletico Madrid ដែលតតគ្នាវេលាម៉ោង3ចំណែកគូទី2នៅ Copa Italy គឺរវាង Atalanta ជួបជាមួយនឹង Juventus គូទី3នៅ Portugal Cup គឺរវាងក្រុម Sporting Lisbon ជួបជាមួយនឹង AVF FC ហើយចំណែកគូចុងក្រោយនៅក្នុង Coupe de France របស់បារាំងគឺរវាង Strasbourg នឹងជួបជាមួយនឹង AS Monaco តោះកុំឲ្យខាតពេលវេលាច្រើនជាងនេះឥឡូវមកតាមដានវីដេអូគូទី1ជាមួយនឹង admin ទាំងអស់គ្នាសម្រាប់គូទី1 Real Betis ជួបជាមួយនឹង Atletico Madrid នៅពានរង្វាន់ Copa del Rey ត្រូវទាត់នៅវេលាម៉ោង3រំលងអាត្រៀតយើងងាកមកមើល5ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរសម្រាប់ក្រុម Real Betis មានឈ្នះមានចាញ់ក្នុងនោះឈ្នះ3និងចាញ់2មានយកឈ្នះលើ Villarreal 2-0ចាញ់ PAOK នៅ Europa League 0-2ហើយក៏បន្តចាញ់ជាមួយនឹង Alaves 1-2ហើយបន្ទាប់មកក៏យកឈ្នះ Feyenoord នៅ Europa League 2-1ចំណែកការប្រកួតចុងក្រោយក៏យកឈ្នះ Valencia នៅ La Liga 2-1ចំណែកឯក្រុមភ្ញៀវ Atletico Madrid 5ប្រកួតចុងក្រោយហ្នឹងគឺក៏មិនសូវជាល្អណាស់ដែរក្នុងនោះឈ្នះ2ស្មើ2និងចាញ់1មានឈ្នះជាមួយនឹង Alaves 1-0ស្មើជាមួយនឹង Galatasaray នៅ Champions League 1-1ហើយបន្តយកឈ្នះលើ Mallorca 3-0បន្ទាប់មកក៏ចាញ់ Bodo Glimt នៅ UEFA Champions League 1-2ចំណែកការប្រកួតចុងក្រោយក៏ធ្វើបានត្រឹមស្មើជាមួយនឹង Levante 0-0នៅ La Ligaចឹងសម្រាប់5ប្រកួតចុងក្រោយហ្នឹងគឺក្រុមទាំងពីរក៏មិនជាល្អណាស់ណាទេណាឥឡូវងាកមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរ admin រាប់15ដងក្នុងនោះម្ចាស់ផ្ទះ Betis ឈ្នះ2ដង Atletico Madrid ឈ្នះ11ដងនិងស្មើគ្នា2ដងចំណែកការជួបគ្នា5ប្រកួតថ្មីAtletico Madrid ធ្វើបានល្អជាងណាដោយក្នុងនោះឈ្នះ3ដង Real Betis ឈ្នះ1ដងហើយនឹងស្មើគ្នា1ដងអញ្ចឹង Atletico Madrid គឺជាអ្នកធ្វើល្អរាល់ពេលដែលជួបគ្នាសម្រាប់ក្រុមទាំងពីរតោះឥឡូវនាំបងប្អូនទៅកលេចមើលការត្រៀមព្រមសម្រាប់ក្រុមទាំងពីរសម្រាប់ក្រុមម្ចាស់ផ្ទះយប់នេះនឹងអវត្តមានកីឡាករ5រូបដោយបញ្ហារបួសគឺមានកីឡាករ Juan Fernandez Hector Bellerin Giovanni Lo Celso Isco ជាមួយនឹង Sofian Amrabat ចំណែកក្រុមភ្ញៀវអវត្តមានកីឡាករ3រូបគឺខ្សែប្រយុទ្ធ Alexander Zalot Antoine Griezmann ជាមួយនឹង Pablo Barrio ដែលមានបញ្ហារបួសដូចគ្នាសិតតែជាកីឡាករសំខាន់សម្រាប់ក្រុមទាំងពីរឥឡូវយើងមកមើល line up ដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមម្ចាស់ផ្ទះ Real Betis ក្រោមការដឹកនាំរបស់លោក Manuel Pellegrini រៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី Wallace សាកាពីមាន Rodriguez មាន Llorente មាន Bartra ជាមួយនឹង Rubal ចំណែកតំបន់កណ្ដាលប្រើប្រាស់កីឡាករ Roca ចាប់ដៃគូជាមួយនឹង Altimira ហើយតំបន់ប្រយុទ្ធមាន Ezazuri មាន De Oza មាន Anthony ជាមួយនឹង Avila ជាខ្សែប្រយុទ្ធចំណែកឯខាង Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone រៀបចំក្នុងប្រព័ន្ធ 4-4-2 មានអ្នកចាំទី Jan Oblak ខ្សែការពារមាន Molina មាន Lenormand មាន Lenglet ជាមួយនឹង Ruggeri ហើយតំបន់កណ្ដាល4រូបមានកីឡាករ Llorente Cardozo Koke ជាមួយនឹង Gonzalez ហើយប្រើប្រាស់ខ្សែប្រយុទ្ធ2រូបគឺកីឡាករ Almada ចាប់ដៃគូជាមួយនឹង Alvarez សម្រាប់ក្រុមទាំងពីរបើយើងមកមើលលទ្ធផល5ប្រកួតចុងក្រោយដែល admin បង្ហាញការមុនហ្នឹងណាគឺมันជាល្អទាំងពីរហ្នឹងមានចាញ់មានឈ្នះមានស្មើគ្រាន់តែ Atletico Madrid គេចាញ់តែម្ដងទេក៏ប៉ុន្តែឈ្នះគឺ Real Betis ឈ្នះជាងហើយបើយើងងាកមកមើលប្រវត្តិនៃការជួបគ្នាវិញក៏ត្រូវទទួលស្គាល់ថា Atletico Madrid ក៏ល្អជាងដែរដោយអាចយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះរហូតដល់11ដងដូច្នេះការប្រកួតមួយនេះក៏រៀងស្វិតស្វាញហើយมันមានការបើកវិនិយោគទេណាតាមដែល admin តាមមើលទីផ្សារគឺស្មើគ្នាក្រុមទាំងពីរមិនមានក្រុមខាងណាតឲ្យទេអញ្ចឹងគូមួយនេះ admin ឆ្លាញ់លើក្រុមភ្ញៀវ Atletico Madrid ជាងគិតថាជំនាញ Atletico Madrid អាចនឹងយកឈ្នះទៅលើ Betis ដោយលទ្ធផល 1-0 អីហ្នឹងអញ្ចឹងឆ្លាញ់ Real ទៀតទៅមិនខុសបំណងទេ
តោះឥឡូវមកតជាមួយនឹងគូទី2នៅពានរង្វាន់ Copa Italy រវាង Atalanta ជួបជាមួយនឹង Juventus យើងងាកមកមើល5ប្រកួតចុងក្រោយសម្រាប់ក្រុម Atalanta អូយដូចរៀងដណ្ដាបទនួនណាក្នុងនោះឈ្នះតែម្ដងឲ្យគត់ហើយស្មើ2ដងនិងចាញ់2ដងមានស្មើជាមួយនឹង FC Pisa 1-1បន្តចាញ់ Athletic Bilbao នៅ Champions League 2-3យកឈ្នះ Parma Calcio 4-0ហើយក៏ចាញ់ Union Zengolis នៅ Champions League 1-0ចំណែកការប្រកួតចុងក្រោយបានទៅស្មើជាមួយនឹង FC Como 0-0អញ្ចឹងទម្រង់លេងរៀងយ៉ាប់តិច5ប្រកួតចុងក្រោយមិនសូវកាក់ក្របទេចំណែកក្រុមភ្ញៀវ5ប្រកួតចុងក្រោយរបស់ Juventus អូល្អមែនទែនណាក្នុងនោះឈ្នះ3ស្មើ1និងចាញ់1មានចាញ់ជាមួយនឹង Cagliari 1-0យកឈ្នះលើ Benfica 2-0បន្តយកឈ្នះលើ Napoli 3-0ហើយក៏ស្មើជាមួយនឹង Monaco នៅ Champions League 0-0ចំណែកការប្រកួតចុងក្រោយយកឈ្នះលើ Parma Calcio 4-1សម្រាប់5ប្រកួតចុងក្រោយក្រុមភ្ញៀវ Juventus ធ្វើបានល្អជាងក្រុមចាប់ផ្ទះងាកមកមើលប្រវត្តិនៃការជួបគ្នាក៏មិនជាលើសឡាប្រមាណដែរនៅក្នុងនោះ15ដង Atalanta ឈ្នះ3ដង Juventus ឈ្នះ5ដងនិងស្មើគ្នា7ដងចំណែកជួបគ្នា5ប្រកួតថ្មីៗហ្នឹងគឺ Juventus ឈ្នះ2 Atalanta ឈ្នះ1និងស្មើគ្នា2ដងអញ្ចឹងរៀងស៊ីសងគ្នាបន្តិចដែររៀងលើសគ្នាបន្តិចតួចទេណាឥឡូវមកមើលការត្រៀមព្រមណាសម្រាប់ក្រុមទាំងពីរក្រុមម្ចាស់ផ្ទះយប់នេះខ្វះខាតកីឡាករ Belanova ជាមួយនឹង Michel Bakker ដែលកំពុងតែរងរបួសចំណែកក្រុមភ្ញៀវក៏វត្តមានកីឡាករ3រូបដែរមាន Kenan Yildiz Adison Milik ជាមួយនឹង Dusan Vlahovic ដែលមានបញ្ហារបួសដូចគ្នាងាកមកមើល line up 11នាក់ដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមម្ចាស់ផ្ទះក្រោមការដឹកនាំរបស់លោក Rafael Palladino រៀបចំក្នុងប្រព័ន្ធ 3-4-2-1 មានអ្នកចាំទី Garnasechi ខ្សែការពារមាន Arno មាន Scalvini ជាមួយនឹង Dijim City ហើយតំបន់កណ្ដាលមាន Bernasconi មាន Ederson មាន De Roon ជាមួយនឹង Sapa Costa ចំណែកប្រយុទ្ធប្រើប្រាស់កីឡាករ Zalewski De Ketelaere ជាមួយនឹងខ្សែប្រយុទ្ធ Scamaccaហើយខាងក្រុមភ្ញៀវវិញក្រោមការដឹកនាំរបស់លោក Luciano Spalletti រៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី De Gregorio ខ្សែការពារមាន Kalulu មាន Bremer មាន Kelly ជាមួយនឹង Cambiaso ចំណែកតំបន់ Demi មាន Locatelli ចាប់ដៃគូជាមួយនឹងហើយតំបន់ប្រយុទ្ធមាន Konasecao មាន McKennie មាន Yildiz ជាមួយនឹងខ្សែប្រយុទ្ធ Jonathan Davidមែនតើទៅសម្រាប់ក្រុមទាំងពីរបើយើងមើល5ប្រកួតចុងក្រោយគឺទទួលស្គាល់ថា Juventus ល្អជាងហើយចំណែកឯប្រវត្តិនៃការជួបគ្នានឹង Juventus ក៏រៀងលើសលើក្រុម Atalanta បន្តិចដែរក៏ប៉ុន្តែក្រុមទាំងពីរកាលពីរដូវកាលមុនហ្នឹងគឺរួចល្អដូចគ្នាប៉ុន្តែនៅរដូវកាលនេះចាប់ផ្ទះរៀងតបតាណាហើយយប់នេះការជួបប្រកួតជាមួយនឹង Juventus ក្រោមការដឹកនាំរបស់លោក Luciano Spalletti គឺមិនមែនជារឿងងាយទេសម្រាប់ទម្រង់លេងដែលមិនសូវឈ្នះរបស់ក្រុមម្ចាស់ផ្ទះដូច្នេះសម្រាប់គូមួយនេះមិនមានការវិនិយោគលើក្រុមណាទេក៏ប៉ុន្តែ admin ឆ្លាញ់ទៅលើក្រុមជា Juventus ជាងដោយសារ5ប្រកួតចុងក្រោយហ្នឹងគឺ Juventus ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះដូច្នេះគូមួយនេះ admin រីក៏មិនបងប្អូនស្នេហាទៅលើក្រុម Juventus ឥឡូវមកតជាមួយនឹង admin នៅក្នុងគូទី3គឺនៅពានរង្វាន់ Portugal Cup គឺរវាង Sporting Lisbon ជួបជាមួយនឹងក្រុមភ្ញៀវ AVS FC ឥឡូវយើងងាកមកមើលការប្រកួត5ប្រកួតចុងក្រោយវិញសម្រាប់ក្រុមម្ចាស់ផ្ទះវិញមិនបាច់និយាយទេអូយល្អដូចផ្កាម៉ោង10កំពុងតែរីកចឹងដោយក្នុងនោះឈ្នះ5ប្រកួតជាប់គ្នាមានឈ្នះជាមួយនឹង Casablanca 3-0បន្តយកឈ្នះ Paris Saint-Germain នៅ Champions League 2-1បន្តមកក៏យកឈ្នះ Aroca 2-1បន្តយកឈ្នះ Athletic Bilbao នៅ Champions League 2-3ហើយការប្រកួតចុងក្រោយក៏យកឈ្នះលើ Nacional Madeira នៅពានរង្វាន់ Portuguese Premier League ដែលផល2-1អូល្អយ៉ាងនេះបងប្អូនអើយឥឡូវងាកមកមើលក្រុមភ្ញៀវវិញ5ប្រកួតចុងក្រោយអីអូយប្រឆាំងគ្នាឲ្យស្រឡះហ្មងអត់ស្គាល់ការឈ្នះទេសម្រាប់ក្រុមភ្ញៀវក្នុងនោះស្មើបានម្ដងល្អបំផុតហើយចាញ់4ដងមានចាញ់ជាមួយនឹង FC Porto 0-2ចាញ់ Moreirense នៅក្នុងដី 0-2បន្តចាញ់ Aroca នៅក្នុងដី 0-1ហើយក៏ស្មើ Casablanca 3-3ក្រៅដីការប្រកួតចុងក្រោយនៅក្នុងដីទៀតហើយបន្តចាញ់ SC Braga 0-4អូយ៉ាប់ហើយប៉ុណ្ណេះទម្រង់លេងចេះមកជួបក្រុមចាប់តែមិនងាប់អីតោះឥឡូវយើងមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរធ្លាប់ជួបគ្នាទាំងអស់11ដងក្នុងនោះម្ចាស់ផ្ទះឈ្នះ9ដងក្រុមភ្ញៀវឈ្នះម្ដងនិងស្មើគ្នា1ដងចំណែកការជួបគ្នា5ប្រកួតថ្មីគឺ Sporting Lisbon ឈ្នះទាំង4ប្រកួតហើយស្មើតែ1ប្រកួតហើយពីច្រើនគឺឈ្នះគ្រាប់ដាច់តណាស្គាល់ប្រាប់បងប្អូនអញ្ចឹងឯងឥឡូវយើងមកមើលការត្រៀមព្រមវិញក្រុមចាប់ផ្ទះយប់នេះនឹងអវត្តមានកីឡាករ Zeno Deba Salvador Bolopa Forti Lonadis ជាមួយនឹង Giovanni Guenda ដែលមានបញ្ហារបួសចំណែកក្រុមភ្ញៀវមានកីឡាករជាប់កាត់ខំគឺកីឡាករ Christian Devenis ជាមួយនឹងកីឡាករ Guillermo Molina ដែលមានបញ្ហារបួសអញ្ចឹងមានបញ្ហារបួសដូចគ្នាណាសម្រាប់ក្រុមទាំងពីរមកមើល line up 11អ្នកដំបូងសម្រាប់ក្រុមម្ចាស់ផ្ទះក្រោមការដឹកនាំរបស់លោក Rui Borges រៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី Silva ខ្សែការពារ4រូបមាន Araujo មាន Quaresma មាន Diomande ជាមួយនឹង Feneda ហើយតំបន់កណ្ដាល2រូបមាន Zimoes ជាមួយនឹង Morita ហើយខ្សែប្រយុទ្ធមានកីឡាករ Guilherme Gonçalves Catamon និងខ្សែប្រយុទ្ធ Suarez ចំណែកក្រុមភ្ញៀវ AVS ក៏រៀបចំក្នុងប្រព័ន្ធ 4-2-3-1 ដែរក្រោមការដឹកនាំរបស់លោក João Henriquez មានអ្នកចាំទី Ramos ខ្សែការពារមាន Semedo មាន Ponsic មាន Alfonso ជាមួយនឹង Agobia ហើយតំបន់កណ្ដាលមាន Roni ចាប់ដៃគូជាមួយនឹង Medonca ចំណែកតំបន់ប្រយុទ្ធប្រើប្រាស់កីឡាករ Aniscola Lima Pereira ជាមួយនឹងខ្សែប្រយុទ្ធ Duarte
សម្រាប់ក្រុមទាំងពីរបើយើងមកមើលដោយ admin និយាយចឹងអត់មានអីវិភាគពិបាកទេដោយសារទម្រង់បច្ចាស់គ្នាឲ្យដាច់អូក្រុមម្ចាស់ផ្ទះឈ្នះទាំង5ក្រុមភ្ញៀវរោឈ្នះមិនបានហើយល្អផុតស្មើត្រឹមតែ1ចាញ់រហូតដល់4ដងដូច្នេះការប្រកួតយប់នេះលេងនៅក្នុងដីរបស់ Sporting Lisbon admin គាត់ស្រឡឹងឃើញតែមួយយ៉ាងទេអត់ក្រោម3គ្រាប់ទេចាំមើលម្ចាស់ផ្ទះស៊ីទោះបីជាការវិនិយោគក្រុមម្ចាស់ផ្ទះបើកខ្ពស់មែនក៏ប៉ុន្តែបើមើលទម្រង់លេខបច្ចាស់គ្នាអញ្ចឹង admin ស្នេហាក្រុមម្ចាស់ផ្ទះវិញល្អជាងគិតថាយប់នេះ Sporting Lisbon លុតមិនក្រោម 3-0 ទេមានតែ 3-0 4-0 ណែនាំឲ្យបងប្អូនស្រឡាញ់ Sporting Lisbon តោះឥឡូវមកតជាមួយនឹងគូបញ្ចប់នៅក្នុងវីដេអូមួយនេះរវាងក្រុម Strasbourg នឹងជួបជាមួយនឹង AS Monaco នៅក្នុងពានរង្វាន់ Coupe de France របស់បារាំងងាកមកមើល5ប្រកួតចុងក្រោយក្រុមម្ចាស់ផ្ទះល្អណាក្នុងឈ្នះ3ស្មើ1និងចាញ់1មានស្មើជាមួយនឹង Nick 1-1បន្តយកឈ្នះ Oranges នៅ Coupe de France 6-0ហើយបន្តយកឈ្នះ FC Met 2-1ហើយបន្តយកឈ្នះ Lille 4-1ចំណែកការប្រកួតចុងក្រោយនៅក្នុងទឹកដីចាញ់ Paris Saint-Germain 1-2ចាញ់នេះចាញ់ក្រុមខ្លាំងទៀតណាមិនធម្មតាទេទម្រង់លេងល្អចំណែកឯក្រុមភ្ញៀវវិញឈ្នះតែម្ដងប្រកួតចុងក្រោយនេះឯងក្រុមនោះស្មើ2និងចាញ់2មានចាញ់ជាមួយនឹង Lorient 1-3បន្តចាញ់ Real Madrid នៅ Champions League 6-1ស្មើជាមួយនឹង Le Havre 0-0ហើយបន្តស្មើជាមួយនឹង Juventus នៅ Champions League 0-0ចំណែកការប្រកួតចុងក្រោយនៅក្នុងដីយកឈ្នះ Le Stade de Rennes 4-0ទៅតែមកគ្រាន់បើនៅការប្រកួតចុងក្រោយបើប្រៀបនឹងម្ចាស់ផ្ទះយ៉ាងម៉េចក៏ម្ចាស់ផ្ទះល្អជាងដែរណាឥឡូវយើងងាកមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរដូចជាលើសគ្នាទិញទួយទេ Strasbourg ឈ្នះ5 Monaco ឈ្នះ7ហើយស្មើគ្នា3ដងក្នុងចំណោម15ប្រកួតចុងក្រោយចំណែកការប្រកួតចុងក្រោយថ្មីៗ5ប្រកួត Monaco ល្អជាងដោយអាចយកឈ្នះរហូតដល់4ប្រកួតហើយស្មើ1ប្រកួតដូច្នេះបើថាមើលទម្រង់លេងនៃការជួបគ្នា5ប្រកួតថ្មីៗ Monaco រៀងល្អជាងណាតែទម្រង់លេងបច្ចុប្បន្នរៀងយ៉ាប់អាហ្នឹងសម្រាប់ Monaco ឥឡូវយើងមកមើលការត្រៀមព្រមវិញសម្រាប់កីឡាករម្ចាស់ផ្ទះយប់នេះអត់អីទេណាអវត្តមានកីឡាករតែ2រូបទេគឺកីឡាករ Oyedele ជាមួយនឹង Emmanuel Emeka ចំណែកខាងក្រុមហៀវនេះបានបញ្ហាខ្លាំងមែនទែនសិតតែរបួសចូលក្បែរ10នាក់ហ្នឹងមានកីឡាករ Ansu Fati មាន Eric Dier មាន Wout Faes មាន Lucas Hradecki Christian Mawiza Mohamed Salisu Paul Pogba ជាមួយនឹង Takumi Minamino ដែលមានបញ្ហារបួសសិតតែកីឡាករសំខាន់ទាំងអស់ណាជិត10នាក់ហ្នឹងតើឥឡូវយើងមកមើល line up ដែលគិតថានឹងមានវត្តមានណាសម្រាប់ក្រុមម្ចាស់ផ្ទះក្រុមការដឹកនាំរបស់លោក Gary O'Neil រៀបចំក្នុងប្រព័ន្ធ 3-4-2-1 មានអ្នកចាំទី Panthers ខ្សែការពារមាន Sa មាន Doucouré ជាមួយនឹង Doué ចំណែកឯតំបន់កណ្ដាលមាន Ben Chilwell មាន El Ourabet មាន Ouattara ជាមួយនឹង Moreira ហើយតំបន់ប្រយុទ្ធមាន Enciso មាន Godo មាន Panisiche ហើយងាកមកមើលខាងក្រុមភ្ញៀវវិញរៀបចំក្នុងប្រព័ន្ធ 3-4-3 ក្រុមការដឹកនាំរបស់លោក Sebastian Ponokli មានអ្នកចាំទី Stefan Cole ខ្សែការពារមាន Zeve មាន Zakaria និងមាន Kerrer តំបន់កណ្ដាលមាន Diarra មាន Koulibaly មាន Camara ជាមួយនឹង Ouattara ហើយតំបន់ប្រយុទ្ធមាន Ansu Fati មាន Golovin ជាមួយនឹងខ្សែប្រយុទ្ធ Balogun សម្រាប់ក្រុមទាំងពីរបើយើងមកមើលការប្រកួតនៃ5ប្រកួតចុងក្រោយគិតថាម្ចាស់ផ្ទះរៀងអន់ជាងក្រុមភ្ញៀវណាក៏ប៉ុន្តែបើមើលតាមប្រវត្តិបច្ចុប្បន្នវិញអូយទម្រង់លេងហ្នឹងគឺក្រុមចាប់ផ្ទះល្អណាស់ក្រុមការដឹកនាំរបស់លោក Gary O'Neil នៅខណៈដែលក្រុមភ្ញៀវវិញឈ្នះបានតែម្ដងអាគត់ហើយបច្ចុប្បន្នហ្នឹងដូចធ្លាក់មកលេខរៀងទីប្រមាណនេះនៅក្នុងលីកអងដូចជាធ្លាក់មកទី10ហើយណាសម្រាប់ Monaco ในខណៈដែល Strasbourg វិញនៅលេខរៀងទី8អញ្ចឹងហើយប្រជះគ្នាដាច់បើមើលលទ្ធផលនាពេលកន្លងមកអញ្ចឹងសម្រាប់គូនេះរៀងធ្វើការសម្រេចចិត្តពិបាកបន្តិចតែដោយការលេងនៅក្នុងទឹកដីរបស់ Strasbourg អញ្ចឹង admin សុំលេង Strasbourg វិញដោយសារមានគ្រាប់តណាគូនេះអញ្ចឹងគូនេះគាត់ថា Strasbourg អាចនឹងយកឈ្នះលើ Monaco ដោយលទ្ធផល1-0សម្រាប់វីដេអូ4គូក៏ឈានដល់ទីបញ្ចប់ហើយជាចុងក្រោយមកសូមសរុបឲ្យបងប្អូនស្ដាប់ម្ដងទៀតណាសម្រាប់គូទី1រវាង Real Betis ជួបជាមួយនឹង Atletico Madrid គូនេះរីកមែនបងប្អូនស្នេហាទៅលើក្រុមភ្ញៀវ Atletico Madrid គូទី2 Atalanta ជួបជាមួយនឹង Juventus គូនេះរីកមែនបងប្អូនស្រឡាញ់ទៅលើក្រុមភ្ញៀវ Juventus ចំណែកគូទី3 Sporting Lisbon ជួបជាមួយនឹង AVF គូនេះរីកមែនបងប្អូនស្នេហាទៅលើក្រុមចាប់ផ្ទះ Sporting Lisbon គូបិទគូត Strasbourg ជួបជាមួយនឹង Monaco គូនេះស្រឡាញ់ចាប់ផ្ទះ Strasbourg បានណាហើយសម្រាប់4គូដែល admin លើកមកវិភាគក្នុងថ្ងៃនេះ admin សង្ឃឹមថានឹងនាំបងប្អូនទៅរកវិថីសុខជាមួយនឹង admin ទាំងអស់គ្នាក៏ប៉ុន្តែបើសិនគិតថា4គូនឹងមិនគ្រប់គ្រាន់ទេបងប្អូនចង់បានការវិភាគបន្ថែមអូខេ join group AKFC Sport Tip ជាមួយនឹង admin ទាំងអស់គ្នាតាមរយៈ link នៅក្រោមដំណើរ profile របស់ channel admin ទាំងអស់គ្នាឬក៏បងប្អូនអាចមើលតាមរយៈរូបភាពដែល admin បង្ហាញនៅក្នុងវីដេអូមួយនេះហើយនិយាយដដែលសម្រាប់បងប្អូនដែលរកវិធីការកម្សាន្តដែលទំនុកចិត្តនិងសុវត្ថិភាព admin recommend ឲ្យបងប្អូនលេងជាមួយនឹង UFA ជាវេទិកាកម្សាន្តដ៏ធំជាងគេនៅអាស៊ីបងប្អូនអាចកម្សាន្តដោយសុវត្ថិភាពបានតាមការណែនាំរបស់ខ្ញុំ admin កុងហើយសម្រាប់វីដេអូវិភាគបាល់ក៏ឈានដល់ទីបញ្ចប់ហើយអញ្ចឹងហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសូមកម្លាំងចិត្តពីបងប្អូនដែលគ្រាន់តែធ្វើការចុច like ចុច share ចុច comment ក៏ដូចជា search notification ជាមួយនឹង admin ទាំងអស់គ្នាដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូវិភាគបាល់បែបនេះមកចែកជូនបងប្អូនទាំងអស់គ្នាជារៀងរាល់ថ្ងៃហើយពេលនេះ admin សូមធ្វើការជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយបាយ